ទុកដើមដើម្បីបណ្ដោះនៅពេលក្រោយទៀតឬមួយយ៉ាងណាបាទបាទចាការពិតណាលោកសម្រាប់ដូចជាពាក្យបញ្ហាមួយក្រុមហ៊ុនមួយក៏ថារបស់អីបណ្ឌិតអ្នកស្អីខ្ញុំភ្លេចCII ដែលបោកប្រាស់លុយប្រជាពលរដ្ឋក្នុងការវិនិយោគហ្នឹងនេះលើលោកគេប្តឹងទៅរដ្ឋាភិបាលពឹងឲ្យលោកហ៊ុនម៉ាណែតជួយដោះស្រាយលោកហ៊ុនម៉ាណែតបានលើកឡើងថាអត់ចាប់ទេមេមនទុកឲ្យមេមនពោយ៉ាងណាមិញរឿងអកតកម្មអនឡាញក្នុងប្រទេសកម្ពុជាដូចគ្នាហ៊ុនសែនមិនហ៊ានបោះសម្អាតទេដោយសារមានសាច់ឈាមពូជពងវងតកូលរបស់ខ្លួនពាក់ព័ន្ធនឹងក្នុងបញ្ហាហ្នឹងដូច្នេះតើខាងក្រសួងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកអ្នកស្រីឈ្មោះស្អីក៏កំភ្លេចឈ្មោះឲ្យគាត់ថាគាត់នឹងកំទេចប្រព័ន្ធអកតកម្មអនឡាញនៅក្នុងទឹកដីកម្ពុជាទោះបីតែមានស័ក្តិប៉ុណ្ណាក៏ដោយធំប៉ុណ្ណាក៏ដោយបាទអរគុណច្រើនមែនទែនឥឡូវនេះខ្ញុំអស់សំណួរសិនហើយទុកឱកាសនេះឲ្យលោកផាន់បណ្ណាម្ដងហើយខ្ញុំឃើញថាលោកបានបកស្រាយរៀបរាប់ប្រាប់តាក់ទងទៅនឹងសំណួររបស់ខ្ញុំបាទចោតសួរនេះឃើញតែល្អមែនទែនហើយបើតាមស្ដាប់ប្រសាសន៍របស់លោកមានន័យថានៅក្នុងមុខរបរអនឡាញនៅក្នុងប្រទេសកម្ពុជានេះគឺមានន័យថាមានការពាក់ព័ន្ធស៊ីជម្រៅជាមួយនឹងរដ្ឋាភិបាលរបស់ខ្មែរយើងផងដែរហើយបើតាមស្ដាប់ប្រសាសន៍របស់លោកគឺមានន័យថាលុយប្រាក់ថវិកាដែលរកបានតាមល្បែងអនឡាញនេះមានការគ្រប់គ្រងបាទមានការគ្រប់គ្រងឲ្យពីរាជរដ្ឋាភិបាលរបស់ខ្មែរទៀតបើតាមស្ដាប់ប្រសាសន៍របស់លោកពីព្រោះហេតុអីបានដូច្នោះពីព្រោះអ្នកដែលធ្វើការនៅក្រោមនៅក្នុងរាជរដ្ឋាភិបាលសិតតែអ្នកធ្វើការធំក្រាក់ហើយមានចំណែកហ៊ុននៅក្នុងនោះផងហើយហ៊ុនសែនមិនត្រឹមតែមិនចាប់ទេថែមទាំងការពីហើយចាប់តែអ្នកកំតិចកំទីដូចជាលោកបានលើកឡើងថាចាប់តែបុគ្គលិកអ្នកធ្វើការតូចតាចធម្មតានោះគឺមិនមែនជាគោលដៅរបស់សហរដ្ឋអាមេរិកឬក៏បរទេសខាងក្រៅទេគេចង់ឲ្យកម្ចាត់មេធំក្រាក់បានន័យថាស្មើនឹងដើមផ្ដួលរំលំដើមគឺមេឃធៀងខាងក្រៅហ្នឹងអាមេឃធៀងខាងលើទូទៅហ្នឹងវាងាប់ឯងទេប៉ុន្តែបែរទៅជាមិនកាប់ដើមរំលំទៅជានាំគ្នាបេះស្លឹកឬក៏តម្រឹមមេឃទៅវិញអញ្ចឹងបើតាមស្ដាប់ប្រសាសន៍របស់លោកមានន័យថារាជរដ្ឋាភិបាលនេះគឺពិតនៅពីខាងក្រោយនៅពីខាងក្រោយនៅល្បែងអនឡាញនេះពិតមែនអញ្ចឹងខ្ញុំបាទស្ដាប់ប្រសាសន៍របស់លោករួចហើយឥឡូវនេះខ្ញុំបាទចង់ស្ដាប់នៅប្រសាសន៍របស់លោកទស្សនៈនឹងការយកឃើញរបស់លោកផនផាណាវិញម្ដងបាទលោកផនផាណាខ្ញុំបាទមានសំណួរនឹងចោទសួរលោកដូចគ្នាផងដែរដូចខ្ញុំបានសួរលោកដៅហ៊ុនមិញចឹងផងដែរប្រជាពលរដ្ឋខ្មែរយើងទូទៅទាំងប្រទេសកម្ពុជាមានការស្លន់ស្លោភ័យខ្លាចដោយសារមានការចោទប្រកាន់ពីអន្តរជាតិផងហើយមានការចោទប្រកាន់ពីប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជាផងថាល្បែងអនឡាញពីដើមឮតែគេថាទេតែឥឡូវស្រាប់តែឃើញប្រជាពលរដ្ឋបុគ្គលិកធ្វើការនឹងច្រើនណាស់គេចាប់ប្រព្រឹត្តប្រភេទប្រផាត់ប្រភេងហើយសួរថាតើល្បែងអនឡាញនេះមានអ្វីតាក់ទងជាមួយនឹងត្រកូលហ៊ុនខ្លះដែរទេហេតុអ្វីបានជាត្រកូលហ៊ុននេះកំពុងគេចោទថាកំពុងតែជាប់ផុងលងខ្លួនកាន់តែជ្រៅនៅជាមួយនឹងល្បែងអនឡាញនេះតែលោកអាចរៀបរាប់ប្រាប់ចែកជូនទៅបងប្អូនប្រិយមិត្តអ្នកស្ដាប់បន្តិចបានទេទៀតតើវាមានពាក់ព័ន្ធអ្វីខ្លះជាមួយនឹងត្រកូលហ៊ុនហើយតើវាពិតជាមានការពាក់ព័ន្ធមែនដែរឬអត់បាទខ្ញុំបាទចង់ស្ដាប់នៅទស្សនៈនឹងការយកឃើញរបស់លោកផ្ទាល់បើសិនជាលោកមានហើយខ្ញុំបាទចង់ឲ្យលោកជួយរៀបរាប់ប្រាប់ចែកជូនទៅបងប្អូនប្រិយមិត្តអ្នកស្ដាប់បន្តិចបានទេទៀតសូមព្រមជើញបាទអរគុណលោកធើមឡូតបាទខ្ញុំចង់ប្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរច្បាស់ពាក់ព័ន្ធទៅនឹងល្បែងអនឡាញជាមានពីរប្រភេទមួយគឺយើងអនឡាញខ្លះក៏មានត្រឹមត្រូវដែរណាល្បែងអនឡាញខ្លះក៏មានអាជ្ញាប័ណ្ណមានអីត្រឹមត្រូវប៉ុន្តែពាក់ព័ន្ធទៅនឹងអនឡាញនៅស្រុកខ្មែរគេហៅថា scammer បោកប្រាស់អាហ្នឹងគឺពួកអនឡាញបោកប្រាស់ហ្នឹងហើយខ្ញុំនិយាយនេះគឺខ្ញុំយោងទៅតាមរបាយការណ៍អន្តរជាតិរបាយការណ៍ចុងក្រោយរបស់អង្គការមួយដែលមានឈ្មោះថា Amnesty International ជាអង្គការសិទ្ធិមនុស្សដ៏ធំរបស់សហរដ្ឋអាមេរិកបានចេញផ្សាយកាលពីចុងឆ្នាំ2025ហ្នឹងនិយាយអំពីការពាក់ព័ន្ធទៅនឹងការបោកប្រាស់ណាគឺពួក scammer នៅកម្ពុជាហ្នឹងហើយការដែលscammer នៅកម្ពុជាហ្នឹងគឺគេនិយាយពីការជួញដូរមនុស្សហើយការបង្ខំឲ្យធ្វើការហើយនឹងបណ្ដាញឧក្រិដ្ឋកម្មអន្តរជាតិអញ្ចឹងពុកម៉ែបងប្អូនឃើញ3ចំណុចធំដែលស្ថាប័នអន្តរជាតិដ៏ធំណាមានស្ថាប័ន2ស្ថាប័នមួយគឺ Amnesty International ស្ថាប័នមួយទៀតគឺHumanity Research Consultancy អាហ្នឹងក៏គេចេញផ្សាយដែរណាចេញផ្សាយកាលពីថ្ងៃទី19ខែ5ឆ្នាំ2025ហើយស្ថាប័នទី1គឺស្ថាប័នAmnesty International ហ្នឹងគេបាននិយាយពីការជួញដូរមនុស្សនៅកម្ពុជាការបង្ខំមនុស្សឲ្យចូលធ្វើការហើយនឹងបណ្ដាញឧក្រិដ្ឋកម្មអន្តរជាតិហើយស្ថាប័នដែលខ្ញុំនិយាយ
ស្ថាប័នអន្តរជាតិមួយទៀតគេហៅ Chunasti Research Consultancy នេះក៏គេចេញផ្សាយនៅថ្ងៃទី19ខែ5ពាក់ព័ន្ធទៅនឹងតកូលហ៊ុនតែម្ដងពាក់ព័ន្ធទៅនឹងតកូលហ៊ុនដែលបោកប្រាស់ដែលនៅពីខាងក្រោយនៃឧក្រិដ្ឋកម្មដ៏ធំនេះតែម្ដងហើយគេបានរកឃើញថាមនុស្សណាដែលជាប់ពាក់ព័ន្ធណាដែលបង្ខាំងឲ្យដូចថានៅកន្លែងដែលបង្ខំឲ្យប្រព្រឹត្តបទល្មើសដូចថាជនរងគ្រោះដែលលោកដាវហ៊ុនលើកឡើងមិញណាជនរងគ្រោះដែលនៅបង្ខាំងនៅកន្លែងដែល scam ហ្នឹងណាគឺចាប់ពី 15,000 នាក់ទៅ 20,000 នាក់អញ្ចឹងហើយបងប្អូនឃើញមកប្លុកឃើញរត់ឆ្វេងឆ្វាយប្រហែល 200-300 នាក់ហ្នឹងណាអាហ្នឹងគ្រាន់តែមកផ្នែកតូចទេអញ្ចឹងយោងទៅតាមអង្គការអន្តរជាតិធំៗដែលគេ research ដែលគេស្រាវជ្រាវឃើញថាមនុស្សចាប់ពី 15,000 នាក់ទៅ 20,000 នាក់ណាដែលត្រូវបានបង្ខំត្រូវបានបង្ខាំងឲ្យប្រព្រឹត្តគេហៅថាដូចថាបង្ខំឲ្យធ្វើអា scammer ហ្នឹងដូចថាពួកដែលបោកណាបោកបញ្ឆោតមនុស្សដើម្បីរកប្រាក់តាមអនឡាញហ្នឹងពួក scammer ហ្នឹងបងប្អូនដឹងហើយអា scammer ហ្នឹងគេធ្វើអីខ្លះគឺគេហៅថាមានច្រើនរូបភាពដូចថាបោកមនុស្សបែបស្នេហាបែបស្អីផ្សេងអញ្ចឹងណាវាធ្វើមិនឲ្យបានលុយថាឆ្លងទ្វីបឆ្លងប្រទេសឆ្លងអីហ្នឹងណាធ្វើមិនឲ្យតាមអនឡាញធ្វើមិនឲ្យបានលុយពីតាមលក្ខណៈហ្នឹងអញ្ចឹងហើយខ្ញុំយោងទៅតាមស្ថាប័នអង្គការធំទាំងពីរនេះខ្ញុំមិនមែននិយាយតែខ្លួនខ្ញុំទេគឺមានស្ថាប័នអន្តរជាតិដែលគេចេញផ្សាយឲ្យគេផ្សាយគេអត់ខ្លាចប៉ះពាល់ទៅដល់តកូលហ៊ុនអត់ផ្សាយអីទេគឺគេនិយាយថាតកូលហ៊ុនហ្នឹងគឺនៅពីខាងក្រោយនៃឧក្រិដ្ឋកម្មអនឡាញហ្នឹងតែម្ដងហ្នឹងហើយខ្ញុំនឹងនិយាយតទៀតពាក់ព័ន្ធទៅនឹងថាតើវាមានរឿងអ្វីខ្លះថាតើនៅពីផលប៉ះពាល់អ្វីខ្លះអារឿងដែលធ្វើឲ្យកម្ពុជាទៅខ្លាយទៅជាទីក្រុងនៃឧក្រិដ្ឋកម្មហ្នឹងថាតើវាធ្វើឲ្យប៉ះពាល់មុខមាត់ប្រទេសជាតិហ្នឹងអ្វីខ្លះបាទបន្តទៅមុខទៀតអញ្ចឹងលោកអស់ហើយអូសច្បាស់ហើយបាទហ្នឹងហើយខ្ញុំសូមទុកប៉ុណ្្នឹងសិនបាទអរគុណច្រើនលោកដាវលោកផាណាឥឡូវខ្ញុំបាទសូមសួរលោកបន្តិចទៀតចាស់អញ្ចឹងហើយបានជាលោកឆ្លើយមួយវគ្គហើយខ្ញុំឆ្លើយសួរមួយវគ្គទៀតបាទសួរថាតើលោកនិយាយសង្កត់ធ្ងន់ណាស់តើប្រជាពលរដ្ឋក៏ដូចជាអន្តរជាតិថាលោកត្រកូលហ៊ុននេះមិនអាចឬមិនអាចកិច្ចខ្លួនបានឬក៏មិនអាចដោះខ្លួនបានទេប្រកាសជាជាប់ផុងលងកាន់តែជ្រៅនៅក្នុងពាក់ព័ន្ធនឹងល្បែងអនឡាញនេះតើបើតាមលោកលើកឡើងតើលោកត្រកូលហ៊ុននេះពិតជាក្រៅពីហ៊ុនតូបាទក្រៅពីហ៊ុនតូតើវាពាក់ព័ន្ធទៅដល់ត្រកូលហ៊ុនទាំងមូលដែរទេតើតូនដូចជាអតីតនាយករដ្ឋមន្ត្រីឬក៏ដូចជានាយករដ្ឋមន្ត្រីបច្ចុប្បន្នភាពនេះឬក៏ដូចជាត្រកូលហ៊ុនដទៃទៀតដែរទេក្រៅពីហ៊ុនតូឬក៏នឹងហើយនឹងក្រុមដទៃទៀតនោះបាទក្រៅពីមន្ត្រីរាជការធំដទៃទៀតនោះតើវាអាចទេហេតុអ្វីបានជាគេចោទប្រកាន់ថាទោះបីជានៅក្នុងនឹងពិតជាមានអ្នកនៅពីខាងក្រៅខ្លាំងហើយត្រកូលហ៊ុនតែម្ដងតេតួងទៅក្នុងរឿងនេះតើលោកមានអ្វីជាតាក់តាំងជាផុសតាំងមានអ្វីដែលលោកអាចលើកឡើងបញ្ជាក់ថែមបន្តិចទៀតបានទេទៀតហេតុអ្វីបានគេថាលោកហ៊ុនត្រកូលហ៊ុននេះពិតជាមិនអាចដកខ្លួនរួចទេនឹងពាក់ព័ន្ធលងខ្លួនកាន់តែចូលនៅជាមួយនឹងល្បែងអនឡាញនេះនៅលើឆាកអន្តរជាតិបាទលោកអាចរៀបរាប់ប្រាប់ចែកជូនបងប្អូនប្រិយមិត្តអ្នកស្ដាប់បន្តិចថែមទៀតបានទេទៀតសូមគ្រប់ជើញបាទកន្លែងនេះក៏ខ្ញុំសូមជម្រាបដល់ពុកម៉ែបងប្អូនមួយចំនួនដែលនិយាយថាអូប្រទេសថៃក៏គេមាន scam ដែរមីយ៉ាន់ម៉ាក៏គេមានដែរប្រទេសផ្សេងនៅលើពិភពលោកតែងតែមាន scam អីចឹងខ្ញុំក៏ចង់បញ្ជាក់ប្រាប់បងប្អូនថាប្រទេសថៃមានមីយ៉ាន់ម៉ាមានដូចគ្នាប៉ុន្តែគេអត់មានមេដឹកនាំនៅពីខាងក្រោយខ្នងទេបងប្អូនត្រូវគិតកន្លែងនេះណាអញ្ចឹងពាក់ព័ន្ធទៅនឹងប្រទេសកម្ពុជាសួរថាតើក្រៅពីហ៊ុនតូសួរថាតើអ្នកណាដែលពាក់ព័ន្ធទៀតអញ្ចឹងហ៊ុនតូហ្នឹងគឺយើងដឹងហើយទាំងអស់គ្នាឈ្មោះស្អុយរលួយតាំងពីជួយដូរគ្រឿងញៀនសូម្បីតែក្មេងតាំងតកើតក៏គេដឹងដែរថាហ៊ុនតូគឺជាមេបងធំជួយដូរគ្រឿងញៀនតាំងពីខ្ញុំនៅតូចមិនទាន់ដឹងក្តីក៏ល្បីឈ្មោះថាហ៊ុនតូគឺជាមេជួយដូរគ្រឿងញៀនដែរណារឿងចាប់មនុស្សចាប់អីស្អីបង្ខំបង្ខាំងរឿងអ្នកណាចង់យកមកលេងសើចអីបង្ខាំង 4-10 ថ្ងៃមួយអាទិត្យពីអាទិត្យឲ្យដោះលែងអីធម្មតាបងតូចបងធំឲ្យតែលឺសូរឈ្មោះហ៊ុនតូអាហ្នឹងយើងដឹងថាបងតូចបងធំល្បីទៅដល់អូស្ត្រាលីល្បីទៅដល់អីយើងដឹងហើយមកដល់យើងឃើញពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនហ៊ុយវ៉ាន់ថ្មីនេះហើយដោយលោកលោតធឿមបាននិយាយឡើងលើកឡើងថាតើអ្នកណាខ្លះដែលពាក់ព័ន្ធក្រៅពីហ៊ុនតូនៅក្នុងរបាយការណ៍របស់ Humanity Research Consultancy គេបាននិយាយថាមេខ្លោងធំណាមេខ្លោងធំគឺហ៊ុនសែនហ្នឹងហ្មងគឺហ៊ុនសែនគឺជាអ្នកបើកដៃឲ្យ
ប្រទេសកម្ពុជាហ្នឹងខ្លាយទៅជាកន្លែងវិជ្ជាមណ្ឌលនៃឧក្រិដ្ឋកម្មហើយក្នុងនោះក៏មានអ្នកណាខ្លះហ៊ុនតូដែលយើងនិយាយហ៊ុនតូហ្នឹងហើយមានកុកអានយើងឃើញហើយមានខាងសហរដ្ឋអាមេរិកគេទៅតែដាក់ទណ្ឌកម្មទៅលើកុកអានថ្មីហ្នឹងហើយកុកអានគេឆ្លើយគេបដិសេធដែរបើចាំបដិសេធទេប្តឹងទៅខ្ញុំលើកទឹកចិត្តឲ្យប្តឹងអាមេរិកទៅហ្នឹងហើយកុកអានហើយអ្នកណាទៀតលីចុងផាត់ហ្នឹងហើយលីចុងផាត់ហ្នឹងគឺល្បីខ្លាំងណាស់យើងឃើញហើយសិតតែមេធំសិតអ្នកកាន់កញ្ចប់លុយឲ្យហ៊ុនសែនទាំងអស់ហ្នឹងលីចុងផាត់អ្នកណាទៀតណេតសវឿនហ្នឹងហើយណេតសវឿនហ៊ីងមិនហៀងឌីវិជាណាឡុងឌីម៉ុងគួយចម្រើនត្រីភិបសសុខាហើយចិនជឿដែលសហរដ្ឋអាមេរិកណាតុលាការរបស់សហរដ្ឋអាមេរិកចេញដីកាកោះហៅអីហ្នឹងគឺត្រូវបានចាប់ខ្លួនទៅចិនតន់កំអីតាមហិចចុះចាប់ហ្នឹងអាហ្នឹងធ្ងន់ណាវ៉ាន់កកហើយប៉ុន្តែគាត់ថាទោះបីជាបញ្ជូនទៅចិនយើងឃើញហើយគឺសហរដ្ឋអាមេរិកគឺគេអត់នៅស្ងៀមទេគេត្រូវតែកម្ចាត់ scam ហ្នឹងអស់ពីព្រោះអីពីព្រោះពុកម៉ែបងប្អូនត្រូវដឹងថា scammer បោកលុយប្រជាជនអាមេរិកក្នុងមួយឆ្នាំចាប់ពី$12,000 លានទៅ$19,000 លានមិនតិចទេអញ្ចឹងហើយប្រជាជនអាមេរិករងគ្រោះដោយសារ scammer នៅស្រុកខ្មែរហ្នឹងមិនតិចទេអញ្ចឹងគេអត់ឲ្យស្រុកខ្មែរហ្នឹងចេះតែបង្កើត scammer អីតាមហ៊ុនសែនដើម្បីបានលុយណាបានលុយការពារអំណាចរបស់ខ្លួនឯងហ្នឹងចេះតែឲ្យមាន scammer បើ scammer ហ្នឹងគឺសម្រាប់បោកតែប្រជាជនខ្មែរអីទេប៉ុន្តែវាប៉ះពាល់ទៅដល់អន្តរជាតិជាពិសេសគឺប៉ះពាល់ទៅដល់ប្រទេសមហាអំណាចឃើញទេគឺឥឡូវហ្នឹងគេកំពុងតែដាក់វិធានការគេលេងធေါ်ក្តៅហើយដោយសារតែ scammer ហ្នឹងឯងធ្វើឲ្យប្រទេសថៃមានលេសវាយខ្មែរណាឈ្លានពានទឹកដីខ្មែរក៏ដោយសារ scammer ដែរបាទអរគុណបាទអរគុណលោកផាន់ផាណាបាទពិតជាល្អមែនទែនលោកបានរៀបរាប់ប្រាប់ច្បាស់ហើយតកតងទៅនឹងការពាក់ព័ន្ធជាមួយនឹងត្រកូលហ៊ុននេះគឺត្រកូលហ៊ុននេះមិនអាចដកខ្លួនរួចឬក៏មិនអាចគេចផុតពីហៅថាក្រមសំណាញ់ច្បាប់នៃអន្តរជាតិនោះទេថ្ងៃណាមួយគេប្រកាសណាស់គេនឹងមកសួរនាំហើយនឹងតកតងទៅនឹងរឿងល្បែងអនឡាញដូចជាលោកបានលើកឡើងលោកដូចជាលោកចិនស៊ីដែលសហរដ្ឋអាមេរិកក៏ដូចជានៅប្រទេសកូរ៉េក៏ដូចជាប្រទេសអង់គ្លេសបានលើកឡើងថានៅប្រទេសកម្ពុជាគឺមេខ្លោងធំជាងគេបំផុតគឺលោកចិនស៊ីហើយដែលជាបានបង្កើតឲ្យមានល្បែងអនឡាញយ៉ាងធំនៅប្រទេសកម្ពុជាហើយបែរទៅជារដ្ឋាភិបាលខ្មែរប្រឆាំងដាច់អលហង្ការថាមិនមានទេហើយគឺជាមន្ត្រីរាជការគឺជាដៃឆ្វេងដៃស្ដាំក៏ដូចជាទីប្រឹក្សារបស់លោកហ៊ុនសែនក៏ដូចជាហ៊ុនម៉ាណែតផងហើយដល់ចុងក្រោយមើលឃើញថាមើលទៅបែបមិនស្រួលបែរទៅជារដ្ឋាភិបាលនឹងចាប់ចិនស៊ីហ្នឹងមិនត្រឹមតែមិនឲ្យមកអាមេរិកឬមិនឲ្យមកប្រទេសលោកសេរីទេបញ្ជូនទៅឲ្យចិនបើតាមស្ដាប់បើតាមយើងមើលតាមស្ថានភាពស្ថានភាពហាក់បីដូចជាមានអកបាំងរឿងហ្នឹងជាមួយអកបាំងជាមួយរដ្ឋាភិបាលធំធេងណាស់អញ្ចឹងហើយយើងខ្ញុំមិនបកស្រាយទាក់ទងនឹងរឿងនេះទេទុកឲ្យវគ្គរបស់យើងចាស់ប៉ុន្តែអ្វីដែលខ្ញុំមានសំណួរមួយទៀតឥឡូវលោកដាវហ៊ួនដែលខ្ញុំបាទនឹងមានសំណួរមួយទៀតនៅក្នុងប្រធានបទរបស់យើងដែរនោះទេចង់ដឹងទាក់ទងទៅនឹងរបែងអនឡាញនឹងហើយប៉ុន្តែគាត់ថាទាក់ទងតកូលហ៊ុននឹងផងដែរលោកដាវហ៊ួនបាទថ្មីថ្មោងនេះយើងបានមើលឃើញទាំងអស់គ្នាហើយពិភពលោកជាពិសេសឲ្យខ្មែរយើងទាំងអស់រស់នៅក្នុងពិភពលោកអ្នកណាក៏បានមើលឃើញពីសកម្មភាពជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាឃើញថារាជរដ្ឋាភិបាលខ្មែរបានដាក់វិធានការចាត់វិធានការដើម្បីទប់បង្ក្រាបជនដោយថាបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលបានគាត់ផុសផុលដើម្បីងើបឡើងប្រឆាំងជាមួយនឹងតវ៉ាជាមួយនឹងទាមទារយកលុយដែលគាត់បានដាក់នៅក្នុងធនាគារហ៊ុយវ៉ាន់ផេនោះបាទហ៊ុយវ៉ាន់ផេហើយយើងដឹងទាំងអស់គ្នាហើយថាហ៊ុយវ៉ាន់ផេនោះនរណាគេដែលជាអ្នកធនាគារហ្នឹងធនាគារសម្រាប់ផ្ទេរលុយបដូរលុយយ៉ាងណានោះខ្ញុំមិនដឹងទេទុកឲ្យលោកបកប្រែតែសួរថាហើយនៅក្នុងហ្នឹងក៏មាននាយកធនាគារហ៊ុយវ៉ាន់ផេហ្នឹងក៏ដូចជាហ៊ុនតូននឹងផងដែរសំណួរសួរថាធនាគារហ៊ុយវ៉ាន់ផេត្រូវបានបិទទ្វារហើយអត់ប្រាប់ប្រជាពលរដ្ឋឲ្យដឹងមុនទេរហូតទៅដល់ប្រជាពលរដ្ឋទៅបើកលុយហើយទៅបើកលុយមិនបានហើយទៅប្រាប់ថាធនាគារនោះត្រូវបានបិទទ្វារហើយរាជរដ្ឋាភិបាលក៏មិនអត់មានការទទួលខុសត្រូវឬក៏អាចរកយុត្តិធម៌ឲ្យដែរសំណួរសួរថាតើរឿងនេះមានការតាក់ទងជាមួយនឹងលបែងអនឡាញនេះដែរទេទៀតធនាគារហ្នឹងវាមានការតាក់ទងគ្នានឹងលបែងអនឡាញនឹងដែរទេឬគ្រាន់តែបើកសម្រាប់លៀងលុយកខ្វក់ហើយឲ្យប្រជាពលរដ្ឋដាក់លុយក្នុងនឹងទៅហើយជាការបោកយកលុយប្រជាពលរដ្ឋផងដើម្បីជាមុខរបរសម្រាប់ផ្ទេរលុយកខ្វក់ឬមួយយ៉ាងណាតើធនាគារដែលបិទទ្វារហ្នឹងដោយសារតែបិទទ្វារហ្នឹងដោយសាររឿងអនឡាញហ្នឹងវាផ្ទុះឡើងវាបែកការហើយវាអត់មានលុយចំណូលថែមទៀត
តែធនាគារនេះពិតជាតាក់ទងនឹងរបាយអនឡាញនេះដែរទេទៀតហើយតាក់ទងរបាយល្អហើយតាក់ទងនឹងត្រកូលហ៊ុននេះដែរទេខ្ញុំបាទពិតជាចង់ឲ្យលោកជួយបកស្រាយបំភ្លឺតាក់ទងទៅនឹងសំណួរនេះចែកជូនទៅដល់បងប្អូនពេលមានតែស្ដាប់បន្តិចបានទេទៀតពីព្រោះប្រជាពលរដ្ឋខ្មែរយើងទៅបើកលុយមិនត្រឹមតែអត់បានទេរាជរដ្ឋាភិបាលបែរទៅជាមិនចាប់អាអ្នកបាត់ប្រព្រឹត្តបទល្មើសទេចាប់ប្រជាពលរដ្ឋដែលជាអ្នករងគ្រោះហ្នឹងទៅដាក់គុកហើយវាយបែកក្បាលទៀតសំណួរខ្ញុំបាទពិតជាចង់ដឹងណាស់តើវាតាក់ទងនឹងលបាយអនឡាញដែរទេហើយវាតាក់ទងនឹងត្រកូលហ៊ុនដែរទេបាទខ្ញុំបាទពិតជាចង់ឲ្យលោកជួយរៀបរាប់ប្រាប់ចែកជូនទៅដល់បងប្អូនព្រីមែនស្ដាប់បន្តិចទៀតបានទេទៀតសូមគោរពជើញបាទអរគុណលោកធីមរតពាក់ព័ន្ធនឹងសំណួរនឹងជាការពិតណាលោកធីមរតបញ្ហាធនាគារហ៊ុយវ៉ាន់ផេនឹងដែលហ៊ុនតូជាប្រធាននឹងច្បាស់ជាមានពាក់ព័ន្ធជាមួយនឹងអក្រិតកម្មឆបោកអនឡាញដោយសារអក្រិតកម្មឆបោកអនឡាញនឹងឯងដែលជាការបោកលុយគេគេថាលុយកខ្វក់ដូច្នេះអាលុយនឹងហើយដែលយកដាក់ចូលក្នុងធនាគារក្នុងការលាងលុយក្នុងការលាងលុយឆបអនឡាញហើយយើងដឹងថាហើយក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកដែលលើកឡើងថាមេខ្លោងធំនៅខាងក្រៅអក្រិតកម្មអនឡាញនឹងក្នុងនោះមានហ៊ុនតូដែរដូច្នេះបើមានហ៊ុនតូវាទៅតែមានពាក់ព័ន្ធនឹងត្រកូលហ៊ុនដែលហ៊ុនតូជាក្មួយបង្កើតរបស់លោកហ៊ុនសែនបងចំនួន1របស់ហ៊ុនម៉ាណែតដូច្នេះអានឹងវាពាក់ព័ន្ធជាមួយនឹងគ្នាពិតប្រាកដណាស់ជាបំផុតទេអានេះចំណុចទី1ហើយចំណុចទី2ពាក់ព័ន្ធនឹងបញ្ហាអធិជន ដែលពួកគាត់ដាក់លុយក្នុងធនាគារហ៊ុយវ៉ាន់ផេហ្នឹងដោយសារសង្ឃឹមថាធនាគារហ្នឹងមានការរស់ស៊ីច្បាស់លាស់ត្រឹមត្រូវចុះអាញាបានមិនស្មានថាធនាគារហ៊ុយវ៉ាន់ផេហ្នឹងខ្សែធនពីការណាម្ដេចស្រាប់តែសោកប្រកាសថាខ្សែធនដូច្នេះប្រជាជនដែលដាក់លុយក្នុងធនាគារហ្នឹងដកចេញមិនបានដល់ពេលដកចេញមិនបានមិនត្រឹមតែប្រជាពលរដ្ឋខ្មែរទេវាមានទាំងយួនមានទាំងចិនផងនោះទៀតទៅពួកគាត់នាំគ្នាទៅបាតកម្មតែឲ្យដោះស្រាយបញ្ហាលុយដែលកិតដាក់ក្នុងធនាគារហ៊ុយវ៉ាន់ផេហ្នឹងហើយយើងដូចលោកធីមរតបានដឹងស្រាប់ហើយលោកខណាតើមានរដ្ឋាភិបាលចេញមុខដោះស្រាយទេហ៊ុនសែនឲ្យស្ងាត់ជ្រាបអត់មានមួយម៉ាត់ប្រតិកម្មនេះហើយខ្ញុំនិយាយទៅអាណិតដល់ប្រជាពលរដ្ឋអូតែពេលប្រជាពលរដ្ឋរងគ្រោះរឿងអីមួយមិនមែនថារឿងរងគ្រោះរឿងធនាគារទេគឺថាគ្រប់រឿងទាំងអស់តាំងពីដីធ្លីទាំងពីកសិផលនានាពេលដែលគាត់រងគ្រោះតែងតែលើកផ្លាកនេះសម្ដេចពុកសម្ដេចម៉ែឲ្យជួយសួរតើប្រជាជននៅជឿបុគ្គលនឹងដល់ណាទៀតអ្វីទាំងអស់កើតឡើងអំពើអយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាគឺលោកហ៊ុនសែនជាអ្នកបញ្ជាបើប៉ះសិនជាអត់មានភ្លើងខៀវរបស់លោកហ៊ុនសែនទេมันមានស្ថាប័នណាមួយហ៊ានប្រព្រឹត្តអំពើអយុត្តិធម៌ទៅលើប្រជាពលរដ្ឋទេលុះត្រាតែមានការអនុញ្ញាតពីបុគ្គលហ៊ុនសែនដោយសារហ៊ុនសែននឹងហើយជាកថាអំណាចទាំងអស់នៅលើដៃគាត់ដូច្នេះអាណិតប្រជាពលរដ្ឋតែងតែលើកឡើងវាពាក់ព័ន្ធនឹងបញ្ហាអធិជនដែលដកលុយចេញពីធនាគារហ៊ុយវ៉ាន់ផេមិនបានលើករូបហ៊ុនសែនលើករូបពន្ធនាគារហ៊ុនសែនឡើងឲ្យជួយអន្តរាគមន៍ទីបំផុតអន្តរាគមន៍នឹងបំពង់ទីបនឹងអានេះតបងឆក់វាយប្រជាពលរដ្ឋ3ក្បាល3កន្ទុយហើយចាប់ខែដាក់គុកម្ចាស់លុយទៅជាអ្នករងគ្រោះឲ្យចាប់ដាក់ពន្ធនាគារទៀតឥឡូវរឿងបញ្ហាហ៊ុនសែនណាកាន់តែផុងជ្រៅហើយពាក់ព័ន្ធនឹងបញ្ហាអត់អានេះនេះឥឡូវពាក់ព័ន្ធបញ្ហាបោកប្រាស់ប្រជាពលរដ្ឋសហរដ្ឋអាមេរិកបញ្ហាឆបោកអនឡាញដោយលោកផាន់ណាបានលើកឡើងចឹងមួយឆ្នាំពលរដ្ឋអាមេរិកបាត់លុយពី2,000 លានទៅ 19,000 លានហើយសួរតើប្រហែលឆ្នាំមកហើយយើងគុណឡើងមើលតើលោកហ៊ុនសែនបោកប្រាស់លុយរបស់ពលរដ្ឋអាមេរិកប្រហែល10 លានដូច្នេះអាកន្លែងនឹងហើយដែលអាមេរិកគេមិនអាចអត់អោនឲ្យហ៊ុនសែនបន្តទៅទៀតបើបើសិនជាហ៊ុនសែនចង់គេចផុតពីការកថាកដាប់ដៃកថាដៃរបស់អាមេរិកតតែហ៊ុនសែនធ្វើតាមការចង់បានរបស់សហរដ្ឋអាមេរិកអានឹងទៅសង្ឃឹមបើបើសិនជាគ្រាន់តែបង្ក្រាបជនរងគ្រោះអានេះមិនមែនជាគោលដៅអាមេរិកចង់បានទេគេចង់បានអ្នកដែលអាមេរិកចង់បង្ក្រាបដែលហ៊ុនសែនដឹងដូចជាកុកអាននឹងដែលអាមេរិកចោទប្រកាន់ថាជាមេអក្រិតកម្មអនឡាញហេតុអីហ៊ុនសែនមិនចាប់កុកអាននេះថែមទាំងចង់ដាក់ពាក់ប្តឹងទៅខាងក្រសួងរដ្ឋាភិបាលសហរដ្ឋអាមេរិកទៀតអានេះហើយយើងឃើញថាហ៊ុនសែនមិនអាចដកខ្លួនបានទេផុងជ្រៅហើយតតែអាមេរិកធ្វើប្រើថក្រៅនេះរឿងបញ្ហាប្រទេសកម្ពុជាបើប៉ះសិនជាសហរដ្ឋអាមេរិកចង់ចាប់ហ៊ុនសែនព
ពេលណាក៏បានក៏ប៉ុន្តែមិនតន់ដល់ពេលដែលគេអនុវត្តហ៊ុនសែនទៅមើលគំរូម៉ាដូរ៉ូប្រទេសវេណេស៊ុយឡាគេមានគេខ្លាំងជាងកម្ពុជាប្រមាណដងក៏ប៉ុន្តែអាមេរិកនៅចាប់ម៉ាដូរ៉ូដោយស្រួលចម្លែកហ៊ុនសែនឯងអារួមក្រុមដៃទូកសាំងមិនបាច់យកសម្អាងទេគេមិនផុតទេដូច្នេះខ្ញុំថាបើហ៊ុនសែនមិនធ្វើមានតែមួយផ្លូវទេចាប់ហ៊ុនសែនហើយហ៊ុនម៉ាណែតគឺប្រទេសកម្ពុជាបានបង្ក្រាបអនឡាញដោយស្វ័យប្រវត្តិហ្នឹងហើយខ្ញុំសូមចូលរួមយកប៉ុណ្ណឹងលោកខ្ញុំរត់បាទហើយអរគុណច្រើនមែនទែនលោកដាវហ៊ួនលោកបានឆ្លើយឲ្យថារឿងហ្នឹងតាក់ទងគ្នាបានន័យថាតាក់ទងគ្នាជាមួយនឹងត្រកូលហ៊ុនផងតាក់ទងគ្នានឹងល្បែងអនឡាញផងអ្វីដែលលោកលើកឡើងហ្នឹងមានន័យថាធនាគារហ៊ុយវ៉ុនម៉ែនហ៊ុយវ៉ុនពេហ្នឹងគឺបិទទ្វារនៅពេលដែលល្បែងអនឡាញហ្នឹងបែកធ្លាយបាទល្បែងអនឡាញបែកធ្លាយរកលុយលេងបានហើយនៅពេលដែលគេចាប់ចិនស៊ីទៅក្រោយពីហ្នឹងមកគឺធនាគារហ្នឹងបិទទ្វារមែនអញ្ចឹងមានន័យថាធនាគារនឹងសម្រាប់តែដាក់លុយកខ្វក់នឹងឯងដែលតាមចម្រិតយកលុយតាមអនឡាញហើយដើម្បីឲ្យអតិថិជនមួយចំនួននឹងដាក់លុយបញ្ចូលខ្លះទៅដើម្បីបំភាន់មតិមហាជនដូចជាបំភាន់ភ្នែកអន្តរជាតិជាដើមឡាក់ទាំងអស់នោះទេធៀបពិតនៅពេលដែលរកលុយលេងបានតាមអនឡាញបើតាមប្រសាសន៍របស់លោកមានន័យថាធនាគារនោះក៏ចាប់ផ្ដើមបិទទ្វារក្រោយពេលដែលគេចាប់លោកចិនស៊ីទៅដាក់ពន្ធនាគារនៅស្រុកចិនឬក៏អាចថាសម្រាប់ចោលហើយក៏ថាបានដែរព្រោះរឿងហ្នឹងយើងអត់ដឹងថាវាយ៉ាងម៉េចទេទោះយ៉ាងណាក៏ដោយអ្វីដែលខ្ញុំឆ្ងល់នោះត្រង់ថាលោកចិនស៊ីគឺជាមិនមែនជនជាតិចិនទៀតទេគាត់បានលាលែងហើយជាតិលេលែងសញ្ជាតិហើយក៏ជនជាតិចិនក៏អត់អាចដឹងឮរឿងចិនស៊ីទៀតទេសញ្ជាតិរបស់ចិនស៊ីគឺខ្មែរ1 2គឺអង់គ្លេសហើយម្យ៉ាងទៀតអ្នកដែលចង់បានចិនស៊ីខ្លាំងជាងគេគឺអាមេរិកហើយបែរទៅជាលោកហ៊ុនសែនចាប់ចិនស៊ីដែលមិនមែនជនជាតិចិនទៀតទេនោះឲ្យទៅចិនរឿងហិចអត់មានពាក់ព័ន្ធនឹងរឿងចិនសោះខ្ញុំក៏ឆ្ងល់ដែរចំណុចត្រង់ហ្នឹងប៉ុន្តែខ្ញុំមិនបកស្រាយទេទុកឲ្យលោកទាំងពីរចាស់តែអ្វីនេះខ្ញុំបាទសុំសួរជាសំណួរមួយទៀតដល់លោកលោកផាន់ផាណាហើយលោកផាន់ផាណាបាទខ្ញុំបាទសំណួរហ្នឹងចង់ដឹងអំពីទស្សនៈនិងការយល់ឃើញរបស់លោកផងដែរតើតើនឹងសំណួរដែលខ្ញុំបាទចោទសួរលោកដាវហ៊ុនមុននឹងបន្តិចបាទសំណួរសួរថាធនាគារហ៊ុយវ៉ុនផេត្រូវបានបិទទ្វារហើយក៏អត់ប្រាប់ប្រជាពលរដ្ឋឲ្យបានដឹងមុននោះដែររហូតទៅដល់ប្រជាពលរដ្ឋគាត់ទៅដកលុយលេងបានហើយគឺទៅប្រាប់ថាធនាគារនេះបានខ្សែធនបិទទ្វារហើយរីឯរាជរដ្ឋាភិបាលខ្មែរក៏មិនបានរកដំណោះស្រាយជូនដល់ពួកគាត់មិនដំណោះស្រាយជូនពួកគាត់ទេរហូតដល់ពួកគាត់មានការខឹងសម្បាយ៉ាងខ្លាំងហើយពួកគាត់នាំប្រមូលគ្នាកម្លាំងដើម្បីទៅប្រឆាំងដោយថាទៅបាតកម្មដើម្បីទាមទារយកលុយប្រាក់របស់គាត់ដែលគាត់ដាក់នៅក្នុងធនាគារហ្នឹងបែរទៅជាក្រុមអាជ្ញាធររបស់រាជរដ្ឋាភិបាលខ្មែរដែលដឹកនាំដោយតកូលហ៊ុនហ្នឹងបញ្ជាឲ្យចាត់វិធានការវាយដំធ្វើបាបឬក៏អាចថាចាប់ពួកគាត់ដាក់ពន្ធនាគារផងមិនត្រឹមតែមិនបានលុយរបស់ពួកគាត់ទេជនរងគ្រោះប្រព្រឹត្តបទល្មើសខុសច្បាប់រួចខ្លួនហើយអ្នកជាជនរងគ្រោះទៅជាត្រូវតម្ងថែមទៀតហើយអាចថាជាប់ពន្ធនាគារតែនួលខ្ញុំបាទសួរថាតើរឿងនេះមានការពាក់ព័ន្ធគ្នានឹងល្បែងអនឡាញនេះដែរទេហើយមានការពាក់ព័ន្ធគ្នានឹងត្រកូលហ៊ុននេះដែរទេខ្ញុំបាទពិតជាចង់ដឹងខ្លាំងណាស់តើលោកអាចរៀបរាប់ប្រាប់ចែកជូនដល់បងប្អូនប្រិយមិត្តស្ដាប់បន្តិចពីលើលោកដាវហ៊ុនបានទេទៀតសូមអញ្ជើញបាទអរគុណលោកលោកធឿមពាក់ព័ន្ធទៅនឹងធនាគារនៅស្រុកខ្មែរភាគច្រើនគឺជាធនាគារដែលលាងលុយកខ្វក់ហ្នឹងហើយលាងលុយកខ្វក់ហ្នឹងយើងដឹងហើយមានតាំងពីលោកថាបណ្ណាខ្ញុំចង់សួរពីសំណួរតើធនាគារនេះមួយសិនបាទលោកបកស្រាយហ្នឹងសិនមួយសិនហើយលោកនិយាយផ្សេងទៀតបាទហើយពាក់ព័ន្ធទៅនឹងហ៊ុយវ៉ាន់ផេនេះខ្ញុំបានមើលការឆ្លើយតបរបស់ធនាគារជាតិគេថាហ៊ុយវ៉ាន់ផេនេះមិនមែនជាធនាគារទេប៉ុន្តែខ្ញុំស្ដាប់តាមសាក្សីដែលជាអតិថិជនរបស់ហ៊ុយវ៉ាន់ផេហ្នឹងគឺទោះបីជាគេថាមិនធនាគារប៉ុន្តែគេប្រតិបត្តិណាដោយធនាគារទាំងអស់អញ្ចឹងប៉ុន្តែខាងធនាគារជាតិឥឡូវហ្នឹងគេដោះស្រាយយករួចខ្លួនគេថាមិនធនាគារទេហើយហេតុអីបានគេចូលចិត្តប្រើហ៊ុយវ៉ាន់ផេនេះដោយសារតែខ្មែរយើងឥឡូវភាគច្រើនគឺទិញតំណែងពីចិនមកច្រើនហើយហ៊ុយវ៉ាន់ផេនេះគឺស្រួល transfer លុយទៅចិនចុះឡើងអីចឹងណាហើយជនជាតិចិនក៏ដាក់ច្រើនដែរយើងឃើញមានមិនថាចិននេះមិនដឹងថាប្រហែលទេឃើញជនជាតិខ្មែរម្នាក់ស្ត្រីខ្មែរម្នាក់ដែលខ្ញុំស្ដាប់តាមការសម្ភាសរបស់អ្នកព័ត៌មានក្នុងស្រុកទៅគាត់ថាគាត់ម្នាក់មកដាក់លុយ1 លានណាដាក់លុយ1 លានអញ្ចឹងហើយគាត់ស្រាចរលុយហ្នឹងទិញអីវ៉ាន់ធម្មតាខ្មែរយើងគឺលក់អីវ៉ាន់អនឡាញលក់អីហ្នឹងគឺភាគច្រើនគឺកំងមកពីចិនលោកខណាខ្ញុំសុំកាត់លោកបន្តិចចុះសូមអធិស្ឋានបាទបើសិនជាធនាគារហ្នឹងមិនមែនគ្រាន់តែជាកន្លែងក្រុមហ៊ុនផ្ទេរលុយមនុស្សមិនអាចយកលុយទៅដាក់បានទេកន្លែងក្រុមហ៊ុនផ្ទេរលុយនៅស្រុកអាមេរិកក៏គេមានដែរតែយើងមិនអាចយកលុយទៅដាក់រាប់លានបានទេបើថាដាក់បានតែមួយថ្ងៃពីរថ្ងៃគេផ្ទេរចេញហើយតែខ្ញុំជឿច្បាស់ថាមានអាជ្ញាប័ណ្ណច្បាស់លាស់ត្រឹមត្រូវហើយពិតណាស់ប្រកាសជាធនាគារនេះមានការធានាខុសត្រូវពីរាជរដ្ឋាភិបាលប៉ុន្តែពេលនេះលោកគិតថាជាការ
ដើម្បីដោយសារតែធនាគារនេះដោយសារលបែងអនឡាញនេះវាបែកឃ្លាទៅឲ្យរកលុយមិនបានទៅគេដោះសារបែបនេះឬមួយយ៉ាងណាលោកគិតថាពិតជាការបោកប្រាស់មួយដែលរាជរដ្ឋាភិបាលដោះចង់ដោះស្រាយចង់ដោះសារដើម្បីរកលុយខ្លួនឬមួយយ៉ាងណាចំណុចនេះបាទខ្ញុំចង់ឲ្យលោកបញ្ជាក់ថែមតិចកន្លែងហ្នឹងបានទេទានសូមអញ្ជើញបាទកន្លែងនេះគឺឥឡូវហ្នឹងគឺខាងរដ្ឋាភិបាលកំពុងតែយកលុយខ្លួនហើយយកលុយខ្លួនជាឃើញថាក្រសួងខាងធនាគារជាតិគេចេញសេចក្តីថ្លែងការណ៍ឲ្យថាហ៊ុយវ៉ាន់ផេហ្នឹងមិនមែនជាធនាគារទេតែខ្ញុំមិនទាន់ដឹងស៊ីជម្រៅថាតើធនាគារ Print ហើយនឹងហ៊ុយវ៉ាន់ផេហ្នឹងមានអ្វីតាក់ទងនឹងគ្នាបើសិនជាពាក់ព័ន្ធនឹងគ្នាមានន័យថាគឺ 100% ហើយគឺទាំងពីរហ្នឹងគឺយើងថា scam 100%ហើយដែលពេលដែលឥឡូវហ្នឹងឃើញសហរដ្ឋអាមេរិកកំពុងតែចាត់ដាក់វិធានការក្តៅដើម្បីកម្ចាត់ scam ហើយអ្វីដូចជាលោកដាវហ៊ុនលើកឡើងអញ្ចឹងធម្មតាកាលណាកម្ចាត់ scam អស់គឺលែងមានលុយស្រាចរលែងមានលុយស្រាចរដើម្បីលាងនៅក្នុងប្រព័ន្ធធនាគារអស់ហ្នឹងហើយអញ្ចឹងហើយធ្វើឲ្យអត់មានលុយឲ្យទៅអតិថិជនអត់មានលុយធ្វើឲ្យទៅអតិថិជនអញ្ចឹងកន្លែងនេះខ្ញុំមិនចាំបាច់អធិប្បាយច្រើនទេបងប្អូនបានឃើញហើយគឺព័ត៌មានគឺផ្ទុះមែនតើនៅស្រុកខ្មែរពាក់ព័ន្ធទៅនឹងទាំងជនជាតិចិនទាំងប្រជាពលរដ្ឋខ្មែរទៅបាតកម្មមុខធនាគារជាតិរឿងដែលគឺគាត់ត្រូវបានហ៊ុយវ៉ាន់ផេហ្នឹងគឺអត់មានលុយឲ្យគាត់រហូតដល់ចូលចិត្តមួយឆ្នាំហើយលោកដាវហ៊ុនណាគឺលុយហ្នឹងគឺត្រូវបានដូចយើងនិយាយលេងហើយយើងធម្មតានៅប្រទេសគេបកកណាគេបកកលុយទៅលើក្រិតជនតែនៅស្រុកខ្មែរត្រូវធនាគារក្រិតជនបកកលុយទៅលើប្រជាពលរដ្ឋណាទៅលើប្រជាពលរដ្ឋស្លូតត្រង់ធម្មតាហើយយើងឃើញពាក់ព័ន្ធទៅនឹងអ្នកដែលជនរងគ្រោះពុកម៉ែបងប្អូនជនរងគ្រោះឃើញជនជាតិចិនហើយបើសិនជាជនជាតិចិនហ្នឹងដែលជាជនជាតិចិនដែលរស់ស៊ីត្រឹមត្រូវណាមានន័យថាវាដូចថាពួកគេហ្នឹងគឺមិនយកលុយទៅដាក់នៅហ៊ុយវ៉ាន់ផេហ្នឹងទេបើសិនជាអ្នករកស៊ីត្រឹមត្រូវមានន័យថាគេគិតថាដាក់លុយនៅហ៊ុយវ៉ាន់ផេហ្នឹងដើម្បីចរាចរលុយណាតែបើពួកអក្រិតជនវាទៅធ្វើអីបង្កើតអី scam អីផ្សេងអញ្ចឹងទៅអញ្ចឹងខ្ញុំគិតថាពួកចិនដែលចាញ់បោកហ៊ុយវ៉ាន់ផេនេះសុទ្ធតែចិនដែលសុចរិតដែលវាដូចពួកគេមករកស៊ីត្រឹមត្រូវដើម្បីដាក់លុយស្រួលចរាចរចុះឡើងអញ្ចឹងណាហើយយើងមើលប្រជាពលរដ្ឋខ្មែរដែលជាអតិជនរបស់ហ៊ុយវ៉ាន់ផេហ្នឹងយើងឃើញសុទ្ធតែអ្នកគាត់បង្ហាញគាត់នឹងសិតអ្នកស្មោះត្រង់ជាមួយគណៈបព្វជិជនណាយើងឃើញណាអញ្ចឹងដូចខ្ញុំបានលើកឡើងហើយនៅក្នុងវីដេអូឃ្លីបរបស់ខ្ញុំមួយប្រជាពលរដ្ឋខ្មែរមួយចំនួនគាត់និយាយថាម៉េចគាត់ថាអូឥឡូវគាត់ណាមានលុយមានកាក់មានទ្រព្យសម្បត្តិអីហើយគាត់មិនបាច់ចាំទៅខ្វល់ឬអ្នកណាដឹកនាំទេឲ្យតែគាត់នឹងមានលុយមានផ្ទះមានឡានមានអីគឺគាត់បានសុខអីណាអ្នកណាដឹកនាំគឺគាត់អត់ខ្វល់ទេអ្នកណាដឹកនាំគឺគ្រប់គ្រងអ្នកហ្នឹងទៅអានេះហើយគឺលទ្ធផលឃើញទេលោកបណ្ឌិតកែមលីគាត់លើកឡើងថាម៉េចណាគាត់មានប្រសាសន៍ថាម៉េចណាប្រសាសន៍លោកបណ្ឌិតកែមលីបានបន្សល់ទុកឲ្យបងប្អូនទាំងអស់គ្នាត្រូវចងចាំណានៅក្នុងសង្គមដែលមានមេដឹកនាំយើងនិយាយឲ្យដូចថាឲ្យចំហ្មងទៅព្រោះយើងមិនមែនអ្នកបណ្ឌិតអីអ្នកវិភាគអីបើចាំប្រើភាសាបច្ចេកទេសទេនៅក្នុងសង្គមដឹកនាំដែលមានពួកសត្វដេរឆានដឹកនាំណាទោះបីជាយើងមិនធ្វើអីសោះណាថ្ងៃណាមួយអាសត្វដេរឆានហ្នឹងវានឹងសម្លាប់យើងអត់ធ្វើអីសោះយើងឲ្យចំណៃឲ្យអីទៅសត្វដេរឆានហ្នឹងថ្ងៃណាមួយគឺសត្វដេរឆានសត្វអសេរពឹសហ្នឹងវានឹងខំយើងវានឹងចាក់យើងវានឹងសម្លាប់យើងថ្ងៃណាមួយខាងនេះឥឡូវយើងមើលបងប្អូនជនភៀសសឹកមើលបងប្អូនជនភៀសសឹកឃើញផ្ទះគាត់ប្រប៉ុណ្ណាណៃអ្នកខ្លះសិតតែមន្ត្រីយោធាណាអ្នកបម្រើគណៈបកប្រជាជនស្លាប់រស់ជាមួយគណៈបកប្រជាជនណាឥឡូវឃើញទេគាត់មានដែលទៅបាតកម្មប្រឆាំងរដ្ឋាភិបាលដែរណាឥឡូវធ្លាក់ឥឡូវឃើញដោយសារតែរបបហ្នឹងទៅពាក់ព័ន្ធជាមួយនឹងពួក scam ទៅក្លុកប្រឆាជាមួយនឹងផ្ទៃក្នុងណារបស់ប្រទេសគេធ្វើឲ្យគេមានលេសឈ្លានពានខ្មែរហើយគេប្លន់ទ្រព្យសម្បត្តិណាយើងឃើញប្រជាពលរដ្ឋអ្នកណារងគ្រោះបាត់បង់ទឹកដីខ្មែរប្រជាពលរដ្ឋនឹងឲ្យរងគ្រោះហើយយើងត្រឡប់មកពាក់ព័ន្ធទៅនឹងហ៊ុយវ៉ាន់ផេនេះវិញគឺ 100% ហើយគឺហ៊ុយវ៉ាន់ផេនេះគឺជាទោះបីជាធនាគារជាតិគេថាមិនមែនធនាគារទេខ្ញុំមិនដឹងហៅអីទេបើកន្លែងដាក់លុយដាក់លុយទទួលផ្ញើលុយណាដកវេលុយហើយបើនិយាយថាមិនមែនធនាគារទៀតអាហ្នឹងដឹងថាហៅអីយើងរកឈ្មោះឃើញទេលោកធឿមមានអីមានឈ្មោះអីផ្សេងបើអញ្ចឹងហើយមិនមែនថាធនាគារទៀតអាហ្នឹងស្អីគេវិញអាហ្នឹងស្អីគេវិញ
នៅស្រុកអាមេរិកមានក្រុមហ៊ុនខ្លះដែរសម្រាប់ផ្ទេរលុយអញ្ចឹងក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយធនាគារគេតែផ្ទេរហ្នឹងចង់ថាដាក់លុយបានអត់ផ្ញើបានអត់ចង់ដាក់បានទេដាក់អត់បានទេលោកអាកន្លែង transfer ហ្នឹងខ្ញុំសូមចូលរួមបន្តិចពាក់ព័ន្ធនឹងរឿងហ្នឹងនៅកាណាដាក៏មានដែរគេថាក្រុមហ៊ុនផ្ទេរលុយក៏មិនដាក់ទៅអត់បានទេមានន័យថាខ្ញុំនិយាយយើងផ្ទេរលុយខ្ញុំឲ្យទៅលោកធីមលត500 1000ឧទាហរណ៍អញ្ចឹងហើយទទួលហើយគឺហើយអត់មានស្អីបាទនេះតែខ្ញុំចង់ប្រាប់លោកផាបណាមិនចង់និយាយចាត់ថាក្រុមហ៊ុនមានដែរតែសម្រាប់ផ្ទេរលុយបើកន្លែងហ៊ុយ one pay នឹងប្រាប់ថាកន្លែងនេះគ្រាន់តែផ្ទេរលុយអត់មិនមែនធនាគារមិនអាចដាក់លុយបានទេអញ្ចឹងមានន័យថាគេបោកប្រាស់គេកំពុងតែយើងកុហកបោកប្រាស់យើងហើយចង់ប្រាប់លោកអញ្ចឹងថានៅគ្រប់ពិភពលោកនេះគេមានមែនក្រុមហ៊ុនផ្ទេរលុយប៉ុន្តែយើងអាចដាក់តម្កល់លុយទុកទូនោះបានទេយើងដាក់ហើយយើងបញ្ជូនទៅឲ្យអ្នកណាហើយភ្លាមតែម្ដងតែបើតម្កល់លុយសម្រាប់ស៊ីការប្រាក់ដោយហ៊ុយ one pay នេះគឺมันអាចដាក់បានទេអញ្ចឹងមានន័យថាធនាគារដែលក្រុមហ៊ុនដែលអាចទទួលលុយយើងបានរាប់លានដុល្លារហើយទុកលុយសម្រាប់ឲ្យយើងចាយបងបុគ្គលិកអីទាំងអស់នេះមានន័យថាទោះបីនៅកន្លះឆ្នាំក៏ដោយកន្លះថ្ងៃក៏ដោយបាននេះធនាស្មើនឹងធនាគារហើយត្រូវតែមានអាជ្ញាប័ណ្ណត្រឹមត្រូវទទួលខុសត្រូវពីរដ្ឋាភិបាលនៅក្នុងប្រទេសនោះដាច់ខាតបើមិនដូច្នោះទេអ្នកនោះអត់មានអាជ្ញាប័ណ្ណក្នុងការបើកធ្វើអញ្ចឹងទេអាជីវកម្មនឹងទេអញ្ចឹងចំណុចនេះខ្ញុំជឿច្បាស់ថាអ្វីដែលលោកផាន់បណ្ណាលើកឡើងថាប្រកាសណាស់ជាធនាគារមួយដែលថាធនាគារពាក់ព័ន្ធនឹងរឿងល្បែងអនឡាញដោយលោកណាហ៊ុនលើកឡើងដែរខ្ញុំសូមបន្ថែមទៀតឥឡូវយើងមើលហើយថាជនជាតិចិនដែលជាអតិថិជនរបស់ហ៊ុយ one pay ត្រូវថ្មោងរបស់អាជ្ញាធរខ្មែរអញ្ចឹងយើងដឹងហើយអាជ្ញាធរខ្មែរមានអាណានៅក្រោយខ្នងបើសិនជាមិនបើកដៃពីរដ្ឋាភិបាលឲ្យទៅសំពងស្ថាតើអាជ្ញាធរហ្នឹងមានសិទ្ធិអីទៅសំពងប្រជាពលរដ្ឋខ្មែរយើងអត់និយាយនិន្នាការទេយើងឃើញហើយប្រពន្ធគាត់ម្ដាយគាត់ live ចេញវីដេអូប្រហែលដងហើយគឺគាត់អ្នកស្មោះត្រង់ស្មោះស្ម័គ្រជាមួយនឹងគណៈបកប្រជាជនហើយគាត់អត់មានលុយបើកឲ្យកម្មករដែលធ្វើផ្ទះនៅណាជនភៀសសឹកគាត់មកការផ្ទះជនភៀសសឹកលោកដូចជាឈ្មោះលោកថៃវណ្ណាឯងសវណ្ណឆៃសួនសវណ្ណឆៃហ្នឹងហើយសួនសវណ្ណឆៃហើយគាត់ហ្នឹងគឺជាមេការមកការធ្វើសំណងឲ្យផ្ទះឲ្យជនភៀសសឹកហើយអត់មានលុយបើកឲ្យកម្មករគាត់ត្រូវការទៅបើកលុយពីហ៊ុយ one pay ហ្នឹងដើម្បីបង់ឲ្យកម្មករឃើញទេហើយគាត់ហ្នឹងតាមដឹងគាត់ហ្នឹងបរិច្ចាគឲ្យជនភៀសសឹកជួយកងទ័ពជួមុខជួយអីក៏មិនតិចដែរសកម្មភាពសប្បុរសធម៌របស់គាត់ហើយឥឡូវយើងឃើញតែហ៊ានតែប៉ះពាល់ទៅដល់សាច់ញាតិគេប៉ះពាល់ទៅដល់ផលប្រយោជន៍គេអាហ្នឹងអ្នកស្មោះត្រង់ជាមួយគណៈបកប្រជាជនមិនក៏ដោយអាហ្នឹងគឺស្បៃឯងយើងឃើញទាំងអស់គ្នាហ្នឹងហើយបាទអរគុណលោកទាំងពីរថ្ងៃនេះលោករៀបរាប់ប្រាប់តាក់ទងទៅនឹងសំណួររបស់ខ្ញុំបាទចោតសួរឃើញល្អខ្លាំងណាស់ហើយបបប្រជាពលរដ្ឋខ្មែរទាំងអស់បានស្ដាប់នៅប្រសាសន៍របស់លោកទាំងពីរលើកឡើងហើយបើយល់ថាជាការត្រឹមត្រូវល្អនឹងអាចជួយដល់សង្គមជាតិធ្វើឲ្យដាស់សតិឬក៏អាចតែក្រៅរំលឹកទៅដល់ប្រជាពលរដ្ឋបងប្អូនខ្មែរយើងបានតាក់ទងទៅនឹងរឿងសង្គមជាតិនេះក៏ថាសូមមេត្តាជួយចែករំលែកបន្តផងសម្រាប់ឲ្យបងប្អូនយើងដទៃទៀតដែលពួកគាត់មិនទាន់មានឱកាសបានទស្សនានិងស្ដាប់ឲ្យគាត់បានស្ដាប់ផងដើម្បីធ្វើការពិចារណាឡើងវិញតែគួរធ្វើបែបណាសម្រាប់យើងជួយស្រោចស្រង់ប្រទេសកម្ពុជារបស់យើងនៅក្នុងអនាគតទៅអនាគតខាងមុខបាទប៉ុន្តែមុននឹងបញ្ចប់នេះខ្ញុំបាទក៏សូមប្រកល់ទូនាទីឲ្យលោកដាវហ៊ុន2នាទីចុងក្រោយក៏ដូចជា2នាទីត្រឡប់មកវិញលោកផាណាផងដែរហើយម្នាក់2នាទីទៀតហើយរួចហើយយើងនឹងបញ្ចប់កម្មវិធីរបស់យើងតែម្ដងបាទលោកដាវហ៊ុនមានអ្វីមានពាក្យពេចន៍អ្វីចង់ផ្ដាំផ្ញើចុងក្រោយដែរទេទៀតហើយខ្ញុំបាទមានសំណួរទៀតខ្ញុំមានសំណួរតែបើខ្ញុំសួរវែងអញ្ចឹងខ្ញុំទុកនៅពេលថ្ងៃពុធក្រោយទៀតចាស់ហើយខ្ញុំគិតថាឲ្យលោកនិយាយសេរីនៅក្នុង2នាទីនេះលោកចង់និយាយពីអ្វីផ្ដាំផ្ញើពីអ្វីក៏បានក្រៅប្រធានបទក៏បានក្នុងប្រធានបទក៏បានបាទសូមជឿទៀតបាទអរគុណលោកខ្ញុំអត់មានអីទេខ្ញុំចង់បន្ថែមលើការលើកឡើងរបស់លោកផនផាណាពាក់ព័ន្ធនឹងបញ្ហាអ្នកដែលគ្រប់គ្រងគណៈបកប្រជាជនឥឡូវយើងឃើញច្បាស់ទាំងអស់គ្នាហើយយើងគួរតែអ្នកដែលរងគ្រោះដោយសារប្រកាសមកជំនួសបកប្រជាជននឹងឥឡូវយើងឃើញហើយជាមេរៀនហើយគួរតែភ្ញាក់លើកឡើងទី1ពាក់ព័ន្ធនឹងអ្នកដែលរងគ្រោះអតិថិជនដាក់លុយក្នុងធនាគារហ៊ុយ one pay ទីបំផុតទោះបីអ្នកឯងស្មោះស្ម័គ្រប៉ុណ្ណាក៏ដោយតែប៉ះក្មួយគេទៅតការពេលហើយមានប៉ះក្មួយគេនេះប៉ះបើតាមខ្ញុំគិតតកូលហ៊ុនទាំងមូលតែម្ដងបើខ្ញុំគិតអញ្ចឹងបាទហើយលោកលើកឡើងអញ្ចឹងមែនទេទៀតបាទហ្នឹងហើយអាហ្នឹងទី1ហើយទី2ពាក់ព័ន្ធនឹងប្រជាជនដែលភៀសសឹកសប្តាហ៍ថ្ងៃនេះអ្នកដែលគ្រប់គ្រងបកប្រជាជនមិនងាករេនឹងឥឡូវយ៉ាងម៉េចហើយនេះទីបំផុតថៃលេបយកទឹកដីខ្មែរហើយលេបយកទ្រព្យសម្បត្តិរបស់អ្នកទាំងអស់សួរតើហ៊ុនសែនបានសងសំណងដល់បងប្អូនបានអ្វីខ្លះ
បានត្រឹមតែផ្ទះសន្តិភាពហើយរឿងផ្ទះសន្តិភាពខ្ញុំសូមបញ្ជាក់ថែមមួយទៀតអត់មានចាក់គ្រឹះទេផ្ទះទាំងមូលសិតតែសង្កសីហើយសួរតើប្រទេសខ្មែរក្តៅដូចលនំប៉័ងអាចចូលនៅបានទេអត់បើតាំងដំបូលក៏សង្កសីចិញ្ចឹងក៏សង្កសីអាស័យក៏សង្កសីទាំងអស់នេះមិនស្មើមិនខុសអីចូលលនំប៉័ងទេយល់នៅក្នុងលនំប៉័ងដូច្នេះអានឹងហើយដែលជាលទ្ធផលនៃការជឿយ៉ាងកថាផ្កាប់មុខចំនួនប្រជាជនដល់ពេលមានអាសន្នហើយឥឡូវលទ្ធផលបានបង្ហាញហើយដូច្នេះខ្ញុំសូមឲ្យបងប្អូនដែលអ្នកដែលគ្រប់គ្រងប្រជាជនតែមិនតន់រងការប៉ះពាល់សូមចូលកថាចាក់ខុសស្រឡាញ់មើលប្រជាជនយើងមួយចំនួនដែលគ្រប់គ្រងប្រជាជនឥឡូវពួកគាត់យ៉ាងមិនច្រើនពេលដែលមានបញ្ហាកើតឡើងធ្លាក់មើលលើខ្លួនគាត់ដូច្នេះគួរតែភ្ញាក់ខ្លួនឡើងដកខ្លួនចេញពីប្រជាជនចូលរួមនឹងចលនារដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នៅខាងកម្ពុជាដើម្បីផ្លាស់ប្ដូរមេដឹកនាំបើប៉ះសិនជានៅតែផ្កាប់មុខជាមួយនឹងប្រជាជនណាគឺប្រទេសខ្មែរនឹងខូចឈ្មោះមួយជីវិតដោយសារគេចាត់ទុកប្រទេសខ្មែរជាប្រទេសមួយសម្រាប់ឋានសួគ៌នៃអក្រិតជនដែលរស់ស៊ីខុសច្បាប់នៅលើទឹកដីកម្ពុជាបាទអរគុណបាទអរគុណណាស់ឥឡូវហ្នឹងហើយខ្ញុំបាទសូមបំបីចំណាប់5បងប្អូនប្រិយមិត្តស្ដាប់មកជួបនឹងវគ្គខ្មែររបស់យើងម្នាក់ទៀតគឺលោកផាន់ផាណាហើយចំនួន2នាទីដូចគ្នាលោកផាណាបាទហើយលោកមានពាក្យពេចន៍អ្វីចង់ផ្ដាំផ្ញើជាមុននឹងយើងបិទកម្មវិធីរបស់យើងទៀតសូមអញ្ជើញបាទចុងក្រោយនេះខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់បើសិនជាយើងបដ ாய் ឲ្យតកូលហ៊ុននៅដឹកនាំទៀតប្រទេសយើងមិនមែនតែបាត់ទឹកដីប៉ុណ្ណឹងដែលសៀមយកដែលយួនយកប៉ុណ្ណឹងហើយមិនមែនថាស្កេមអីចូលខូចឈ្មោះប៉ុណ្ណឹងទេថ្ងៃមុខគឺយើងនឹងបាត់ប្រទេសតែម្ដងយើងនឹងបាត់ប្រទេសតែម្ដងខ្ញុំមិនមែននិយាយលេងសើចព្រោះផែនការបរទេសណាផែនការបរទេសប្រទេសជិតខាងដែលនៅជុំវិញយើងផែនការគេមានបំណងឈ្លានពានយើងរាប់រយរាប់ពាន់ឆ្នាំគេចាំតែឱកាសមកគឺគេតបាក់យើងឯងទាំងខាងលិចទាំងខាងកើតគេយកយើងម្ដងតិចយើងមើលកម្ពុជាក្រោមគេយកប្រហែលឆ្នាំណាសួរថាតើយួនលេបកម្ពុជាក្រោមប្រហែលឆ្នាំហើយសួរថាតើសៀមវាយកខ្មែរប្រហែលខែនោះប្រហែលឆ្នាំអញ្ចឹងហើយមហិច្ឆតាគេគឺគេនៅយកបន្តទៀតហើយដូចខ្ញុំនិយាយដដែលអញ្ចឹងថាសៀមសម័យនេះបើវាអត់ឆ្លៀនពៀនខ្មែរទេណាមានន័យថាសៀមនឹងគឺល្ងងសុតទេឥឡូវខ្ញុំនិយាយពីឧទាហរណ៍លោកធឿមទាំងលោកដាវហ៊ុនជាមេដឹកនាំណាធម្មតាមេដឹកនាំប្រទេសគេមួយគេចង់បានស្នាដៃឯងមែនទេមេដឹកនាំប្រទេសគេមួយគេចង់បានស្នាដៃឲ្យកូនចៅជំនាន់ក្រោយគេបាទហ្នឹងហើយអញ្ចឹងហើយក្នុងដំណាក់កាលកម្ពុជាឬក៏យើងនិយាយថាប្រទេសជិតខាងយើងចាំថាកម្ពុជាទេប្រទេសជិតខាងដែលមានមេដឹកនាំខ្សោយមិនគិតពីការការពារទឹកដីរបស់ខ្លួនគិតតែរឿងការពារអំណាចអត់ខ្វល់រឿងជាតិអត់ខ្វល់រឿងប្រជាជនគិតរឿងការពារអំណាចទោះថាចាំកាលបានយកចាំកាលបានឆ្លៀនពៀនបើសិនជាអត់ឆ្លៀនពៀនពេលហ្នឹងគឺអត់មានឱកាសកាលណាកម្ពុជាមានមេដឹកនាំថ្មីមានមេដឹកនាំល្អមេដឹកនាំដែលស្រឡាញ់ជាតិពិតប្រាកដអ្នកឯងដេកចាំមកឆ្លៀនពៀនទៅណាអ្នកដេកចាំមកឆ្លៀនពៀនទៅឥឡូវខ្ញុំនិយាយរឿងសហរដ្ឋអាមេរិកគាត់លោកដូណាល់ត្រាំគាត់ឡើងមកភ្លាមគាត់មានមហិច្ឆតាចង់យក Greenland គាត់ធាននិយាយថាចង់បានកាណាដាជា state របស់អាមេរិកទៀតអាហ្នឹងជាមហិច្ឆតារបស់មេដឹកនាំគេអាហ្នឹងទោះបីជាបានមិនបានអាហ្នឹងក៏ជាសារនយោបាយមួយថាមហិច្ឆតារបស់គេគឺគេចង់ពង្រីកប្រទេសគេឥឡូវនៅសហរដ្ឋអាមេរិកនេះតាមឡាយប្រហែល state ឃើញទេគេពង្រីកទេហើយសួរថាតើប្រជាជនអាមេរិករិះគន់ទានាធិបតីដែលពង្រីករដ្ឋទេអត់ទេមានតែគេចាត់ទុកថាមេដឹកនាំណាដែលពង្រីកទឹកដីគឺជា hero របស់គេហូជីមិញទៅយួនហេតុអីបានរូបសំណាក់ហូជីមិញនៅគ្រប់កន្លែងទេដោយសារតែហូជីមិញពង្រីកទឹកដីយកទឹកដីកម្ពុជាក្រោមយកទឹកដីវាទឹកដីបានទូលំទូលាយអាហ្នឹងគឺអញ្ចឹងហើយយើងសម័យទៅមើលអតីតកាលតែនេះបានយើងសរសើរជ័យវរ្ម័នទី7ជ័យវរ្ម័នទី2អីជាវរៈបរោះជាស្ដេចដែលមានឥទ្ធិពលបំផុតដោយសារតែស្ដេចរបស់យើងពីមុនគឺជាស្ដេចដែលធ្វើសង្គ្រាមខ្លាំងធ្វើឲ្យបរទេសដាក់អាណានិគមទៅលើប្រទេសជិតខាងអញ្ចឹងហើយអាហ្នឹងជារឿងចឹក
chẳng hay bộ vật sát có cái chai chẳng đó cả nam mê đặc nom na để viết được đây ban can đặc thống bộ vật sát chai ha mê đặc nom nó cứ chia vẹt đó rồi bọc chuyện mình luôn mê đặc nom na để đặc nom hay thôi bắt băng từ đây mẹ ai bà chăm tao cả lái ấy bà chăm tao nịp pun giùm riêng ấy bà chăm tao chặt rương ấy tam phê bọc luôn ai mà ngay buôn đọc đòn bọc chia pro đấy bạn nhiều quan sầm mày na cầm miền này kê sở xe tay cả nạc nông này ai đặc nom đó sầm mày này ai đặc nom nó kia tranh cao kê tranh mình cao được xem thì dây từ đây đó lão xưa tháng này sở phâu này sở xe tăng tiền cao sở phâu đầm nào cho tôi ti từ cái lạnh bom đuôn khươn này sở xe tăng tiền cao làm con một thấy chặt sắc và đã kẹp tranh này mơ tầm mê đặc nom năng rồi liên phát tới cái chặt đam tranh mà trong thủ quạt sát trà tham mê đặc nom